សួស្តីបងប្អូននេះជាវីដេអូទី2ដែលពួកខ្ញុំបានទៅកោះរ៉ុងហើយដំណើរ business trip លើកនេះយើងមានពេលច្រើនក្នុងការដើរកម្សាន្តហើយចិត្តពេលដើរកម្សាន្តហើយមើលទស្សនភាពបងប្អូនយើងនៅខាងកោះរ៉ុងគាត់រស់នៅណាហើយនេះពេលយប់ទស្សនភាពពេលយប់នៅខាងតំបន់កោះរ៉ុងគេហៅថាឆ្នេរកោះតូចទេសភាពយប់ឡើងគឺអ៊ូអរមែនតើហើយមានហាងជនជាតិហើយក៏មានបងប្អូនខ្មែរដែរគាត់រស់នៅលើកោះរ៉ុងប្រកបរបររកស៊ីអញ្ចឹងណាហើយនេះយើងចូលញ៉ាំអាហារពេលយប់នៅតំបន់ឆ្នេរកោះតូចហ្នឹងហើយក៏ជ្រៀតមើលទេសភាពនៅជុំវិញនឹងបន្តិចជួយទៅហើយនៅតំបន់កោះតូចនេះឆ្នេរកោះតូចនេះគឺអ៊ូអរមែនតើគ្រប់ជាតិសាសន៍មានទាំងខ្មែរអាមេរិកអូស្ត្រាលីជនជាតិផ្សេងៗគាត់មកដំណើរកម្សាន្តនៅលើកោះរ៉ុងណាហើយមិនយូរប្រហែលក៏យើងធ្វើដំណើរទៅបន្ទប់ស្នាក់នៅវិញព្រោះសារស្អែកឡើងយើងត្រូវធ្វើការបន្ថែមនេះទស្សនវិជ្ជាពេលព្រឹកឡើងនៅលើឆ្នេរកោះតូចហ្នឹងយើងបានមកបរិភោគអាហារពេលព្រឹកនៅអាហារនាទីនេះគឺតម្លៃធូរថ្លៃមែនទែនបងប្អូនមួយចាននេះ$3នេះបាយលុកឡាក់ណាហើយបាយឆាមួយចាន$4ទេអ្នកខ្លះគាត់ថាអូនៅខាងកោះរ៉ុងតម្លៃថ្លៃតែចាក់ស្ដាយងឺមកមិនធូរថ្លៃទេតម្លៃមិនថ្លៃប្រហែលទេហើយនេះទស្សនវិជ្ជាកន្លែងយើងត្រូវធ្វើការយើងរៀបចំប្រព័ន្ធ Wi-Fi ប្រព័ន្ធកាមេរ៉ាឲ្យអតិថិជនព្រោះដោយសារនៅតំបន់នេះគឺអត់សូវមានសេវាទេអ៊ីនធឺណិតអីគឺមានតែសេវា Wi-Fi ដែលយើងប្រើប្រភេទ modem ប្រើ SIM នឹងហើយនេះទស្សនវិជ្ជាគ្នាយើងដែលកំពុងរៀបចំតឡើងការងារអីនៅខាងនឹងទៅហើយការងារនៅនេះយើងយូរដែរបងប្អូនយើងត្រូវការពេល12ថ្ងៃដើម្បីរៀបចំប្រព័ន្ធខ្សែ network ចែកលេខ Wi-Fi ចេះ Wi-Fi នៅក្នុងតំបន់ប្រកបទៅនៅនេះគេហៅថា Sound Garden ឬនៅលើកោះរ៉ុងដែរតែឆ្ងាយពីឆ្នេរកោះតូចបន្តិចយ៉ាងដាច់ពីយ៉ាងបន្តិចតែអ៊ូអរបងប្អូនពេលយប់ឡើងគឺមានផាប់មានប្រភេទ DJ គាត់ចាក់នេះហ្នឹងទៅហើយចប់ការងារក៏យើងឈៀងមកឆ្នេរបន្តិចដើម្បីមើលទេសភាពព្រឹកឡើងហើយឆ្នេរខ្សាច់នៅនេះសក្បោះហ្មងហើយអត់ដូចនៅឆ្នេរផ្សេងៗដែលខ្ញុំធ្លាប់ទៅទេឆ្នេរកោះរ៉ុងជាឆ្នេរមួយរបស់ប្រទេសកម្ពុជារបស់យើងដែលមានសម្បត្តិស្រស់ស្អាតមែនទែនបងប្អូនបើមានឱកាសខ្ញុំគិតថាអាចគួរទៅលេងម្ដងសម្រាប់មួយឆ្នាំណាគឺទៅតំបន់ហ្នឹង relax តែម្ដងឆ្នេរខ្សាច់នៅខាងហ្នឹងគឺឆ្នេរធម្មជាតិមិនមានចាក់មានអីទេឆ្នេរធម្មជាតិតែម្ដងហើយទេសភាពខ្យល់អាកាសអីគឺ relax ដល់ពេលបងប្អូនបានទៅលេងម្ដងបានដឹងថាវាយ៉ាងម៉េចហើយសម្រាប់ពួកខ្ញុំអ្នកធ្វើការមួយថ្ងៃទល់មួយខែទល់មួយឆ្នាំពេលបានទៅតំបន់ទាំងម្ដងគឺសប្បាយចិត្ត relax ហ្មងហើយនេះយើងបន្តមកផ្ទះអតិថិជនយើងមួយទៀតនៅខាងក្នុងនៅលើដីកោះរ៉ុងដែរតែខាងក្នុងបន្តិចតំបន់នេះយើងមានព្រៃតែឥឡូវគេចាក់ផ្លូវបេតុងឲ្យស្អាតបាតទេបងប្អូនមិនបាច់បារម្ភរឿងការធ្វើដំណើរហើយនៅទីនេះក៏មានបងប្អូនខ្មែរយើងរស់នៅច្រើនដែរហើយនៅនេះយើងរៀបចំបោះតង់សម្រាប់យប់ឡើងព្រោះដោយសារការងារយើងល្ងាចហើយដែរហើយយើងបានបោះតង់ហើយអរគុណបងម្ចាស់ resort ដែរដែលបានផ្ដល់កន្លែងស្នាក់នៅតែពួកយើងចូលចិត្តបែប relax អញ្ចឹងយើងដាក់តង់ទៅសម្រាប់រៀងខ្លួនអញ្ចឹងទៅហើយ hostel នេះទស្សនវិជ្ជាពេលនេះគឺម៉ោងប្រហែល6ល្ងាចហើយយើងឆេហើយក៏យើងបានជួបជុំគ្នាដុតភ្លើងអាំងសាច់ហើយពុកបារាំងញ៉ាំចាក់តិចតួចអញ្ចឹងណាជាមួយបងម្ចាស់ resort គាត់ friendly មែនតើបងម្ចាស់ resort នៅខាងតំបន់កោះរ៉ុងហ្នឹងហើយនេះតង់ពួកយើងរៀបចំហើយយើងសម្រាប់យប់នឹងមកយប់ដើម្បីបង្ហើយការងារ
ngày sai mà bạc tiền hay nơi này resort quát cứ pin mong một phay và mùi bật cốt cứ pin đây mà đón nếu có nông nằm bòn ấy tầm lái thu thay thì bằng bồn bật tốt muối mà phay là ấy kẻ thông phay là kẻ tôi tập ram lại cái tiền kia bật lái từ lừa phái dương chiêng mau phai anh tích đầm bay mưa tới hiệp ai miền bong phôn dương nhạc lan con màu để xa mà tôi thấy mà tôi chạy dương từ ai cường sầm mót bong phôn ơi số mình tên hay thấy ấy bữa nay tôi thấy máu thấy mạch mỏng là hàng đầm bòn chơi cả đồng ní ai phai ní nơi ní miền phai chởn phai bay bốn là sầm mẹ bờ bong phôn dương qua là cho nó tu cho nó ổ bó nè aiนี่ก็ยังเฮาอยู่ริบจอมสัมปะระลางหรือโอปอนะยังลางtừนมเป่งวิ่งไอ้นี่ปุ่งยังจงจำโอปอมาตัวโอปอมาดอแล้วโอปอยังชีโอปอระเบิดเลื้อนนำไปtừทางกรงเกษตรหนูวิ่งไอ้สมัยนำลายโอปอมาเนี้ยนำลายดับปีตลาดกันละสมัยบางคนมาไปเชิงกันนะคือตัดเตยมาเชิงคือดับปีตลาดกันละไอ้ระแวะระยะเปลชีระยะเปลชีปีกระรองtừกรงตีนวิ่งมันดูดีtổng 30-40 tí đo lại còn mưa còn mưa tập rốt đang hà có bó lửa đường phần na ai nhặt lắc đồ con pol con ai những đây nếu mà giờ ô bò là bươn lươn nhưng trai trong miền còn lô miền ai những này vì là lô máu cũng như chẳng đi đá nha chẳng đưa đá nha này chỉ lừa bò nhưng xuyên mưa lên sự nghiệp từ trên này một Campuchia bao nhiêu cứ sạch men tên trong sông xa trên này Campuchia bao nhiêu nhưng mặt ban từ dọc kế thế này nhưng mà cười trên này bao nhiêu tất cả ai chịu tập mùi để để trả còn đa lên video này mình chia còn một tích còn trên này bao nhiêu từ xa ấy bao nhiêu gì nhỉ để cho được gọi là trip hay thì cho trên mai hay bao nhiêu mình trên đồng hồ hoặc để cầm kia bao nhiêu thì mình đang làm từ đồng hồ thì trong nhiều phụ dương đó như thế này thì mình cần phải tới influencer hay từ đồng hồ thì đi ô bò là bươn đi pí để chạy hàng còn đồng sầm lập sao bò mình chưa còn đồng sầm lậpนี่ยังมาดอลพายไปเจอได้ก็เตรียมลางtừทางกรงเกษตรลูกของได้ไอ้นั่นนี้คายดับมวยคายดับปีคายมวยดับปีนี่คือเป็นหมองของผมบัวคือสังดาววันเย็นตลอดซาบองปอนก็ตะเลงจานเหมือนแต่นี่โอบอทมยืนลางมองกุยของเลยไปสบชอดการอย่างไรโอบกุยทางโคมีอย่างซอสอัพติวนแมนไปในข้างเลืออินเตอร์เลียนี่โอบอทมนะไอ้ของปอนเมื่อช่วยbao nhiêuเมื่อปีจังไงtớiคือช่วยsạch soก็บอกมองให้นี่เกี่ยช่วยทอมาชีส sạchทอมาชีสมันแมนที่ช่วยยืนsạch chặt thếคือช่วงในธรรมชาติบางอย่างแต่มาดอง
on the right side because they actually might make your bike off first. video này có một đo thì mình chụp đấyពួកខ្ញុំបានឡើងមកតាមផ្លូវលបឿនលឿនដើម្បីឡើងទៅក្នុងភ្នំពេញវិញហើយសង្ឃឹមថាបងប្អូនទស្សនាវីដេអូនេះហើយជួយ like ជួយ share ហើយជួយ subscribe ម្នាក់មួយផងសម្រាប់ YouTube Facebook របស់ខ្ញុំណាគឺខ្ញុំខានផុសវីដេអូយូរមែនតើហ្មងគឺរយៈនុសារកតាបកិច្ចរវល់ចឹងឥឡូវជឿធ្វើវីដេអូឲ្យបងប្អូនទស្សនាឡើងវិញហើយក៏ទុកជា memory របស់ខ្លួនឯងដែរក្នុងការដំណើរកម្សាន្តទៅទីរួមខេត្តនានាក្នុងប្រជាជាតិកម្ពុជារបស់យើងណាហើយការមុនកំពុងសោមយើងពិបាកថាពិបាកក្នុងការជិះធ្វើដំណើរតែឥឡូវយើងមានផ្លូវលបឿនលឿនហើយលឿនមែនតើហើយការធ្វើដំណើរលើផ្លូវលបឿនលឿននេះដែរវាស់ចម្ងាយទៅវាខ្ទង់185គីឡូហើយចំណាយ$15គត់តែម្ដងពីផែមកដល់ខាងច្រកចេញហើយបងប្អូនអរគុណច្រើនដែលបានទស្សនាវីដេអូនេះហើយក៏ជួយ follow ជួយ like ជួយ share ម្នាក់មួយផងសម្រាប់ YouTube channel របស់ខ្ញុំថ្មីនេះដើម្បីទទួលបានវីដេអូថ្មីបន្តអរគុណច្រើនអញ្ចឹងមិញអាប៉ែតវាដេកហ្នឹងឥឡូវវាភ្ញាក់ហើយវាមើលផ្លូវម្ដងខ្ញុំដេកមិញបើកឡានហ្នឹងអាប៉ែតវាជាប់ដេកឥឡូវឲ្យវាជួយមើលផ្លូវជំនួសខ្ញុំដេក